ดអ្នកភូមិចាំតែចាំតូកំហុសដើរនិយាយដើរមិនដែលគិតថាខ្លួនឯងខុសថាខ្ញុំមិនល្អថាខ្ញុំដើរលេងមិនចូលផ្ទះតែភ្នែកពួកគាត់ហាក់ដូចជាខ្វាក់មើលមិនច្បាស់រាល់ថ្ងៃរស់នៅឮតែសម្ដីផ្អេសផ្អាំថាខ្ញុំនឹងជក់ចាំតែនិយាយឲ្យខ្ញុំខ្មាស់ពាក្យសម្ដីអាក្រក់បោះមកដូចជាគ្រាប់កាំភ្លើងគេថាខ្ញុំជក់ថ្នាំស្ទើរឈួតវង្វេងបាត់ទៅហើយយើងតែតាមពិតទៅខ្ញុំនៅផ្ទះធ្វើការធម្មតាពួកគាត់ទំនេរចាំតែរើសរកអក្ខរាស្រីម្នាក់នោះគាត់ថាកូនគាត់គ្រប់10តែលួចជក់ស្ងាត់ចិត្តឆ្ងាត់ចិត្តឈួតហើយនឹងចរិតមិនឈប់ខ្លួនឯងមិនមើលបែរជាមកមើលមកលើខ្ញុំដើរនិយាយប្រាប់គេអើអស់អ្នកស្រុកទាំងភូមិធំថាខ្ញុំមិនកើតថាខ្ញុំបំផ្លាញគេទីយូរតែធៀបពិតកូនគាត់ឯណោះទេដែលរស់នៅទាំងគ្រួមាត់អ្នកភូមិចាំតែចាំតូកំហុសដើរនិយាយដើរមិនដែលគិតថាខ្លួនឯងខុសថាខ្ញុំមិនល្អថាខ្ញុំដើរលេងមិនចូលផ្ទះតែភ្នែកពួកគាត់ហាក់ដូចជាខ្វាក់មើលមិនច្បាស់ឈប់ទៅអ៊ំអើយកុំនៅចាំតែតាមដានជីវិតម្នាក់អ្នកខំរស់ស៊ីទៅសុខសាន្តពាក្យចាំអារាមវាមិនធ្វើឲ្យខ្ញុំស្លាប់ទេតែវាបង្ហាញថាចិត្តអាក្រក់ជាងគេសាច់ធរនៅទីណាបើមានតែមាត់ចាំបង្ខូចកូនរំជក់ស្ទើរឈួតបែរជាមកថាខ្ញុំក្មេងខូចBeauty on the beat. ម៉ែថាកូនណៃកូនប្រុសក្រមកជីវិតណៃណាកូនត្រូវតែខំប្រឹងប្រែងសម័យម៉ែកូនណៃមិនបានចូលសិក្សាធ្លាក់ដល់សម័យកូនទៀតរៀនបានទី3តើរចេះពីណាបាត់ជើងឡើងសព្រៀតរត់មកស្រុកថៃដើម្បីធ្វើការបើសិនជារាប់ពីប្រវត្តិខ្ញុំវាមិនសូវសប្បាយទេគ្មានម្នាក់ដែលរស់ក្នុងពូបលីនគ្មានន័យស៊ីទេស៊ីអន់ស៊ីឃ្លានគ្មានបាយគ្មានកគ្មានញាតចង់រាប់អានទេគេមើលងាយពេកព្រៀងខ្ញុំនិយាយថាខ្ញុំនេះគ្មានម៉ែឪមើលថែគេថាខ្ញុំគ្មានម៉ែឪមើលថែនៅក្បែរព្រៀនបដៅតែខ្ញុំអាចស្វែងយល់ខ្លួនឯងមិនខ្វល់ពីតួអាខ្លៅខ្ញុំមិនខ្វល់សម្ដីពួកវានិយាយអីក៏និយាយទៅពួកនោះវាទៅចេះស្អីបើមួយថ្ងៃវាមិនដែរបើសភើមើលលាពុកម្ដាយលីទៅធ្វើការព្រោះតែជីវភាពអត់អាហារព្រោះតែភាពក្រីក្រខ្ញុំសោកការចិត្តតម្រូវឲ្យខ្ញុំឆ្ងាយគ្រួសារម៉ាក់ប្រាប់កូនថាកូនណែកូនខំធ្វើការកូនខំញ៉ាំបាយថាសែននឹកម៉ាក់ថាគាត់ខ្វល់ខ្វាយកុំភ័យម៉ាក់អើយកុំភ័យបាអើយកុំភ័យទៀតឡើយព្រោះកូននេះធំហើយសង្ឃឹមថ្ងៃមួយមិនឲ្យលោកទាំងពីរអ្នកលំបាកទៀតឡើយម៉ាក់ប្រាំកូនថាចេះមកពីរៀនមានមកពីរកបើអ្នកមិនខំរកតើអ្នកនឹងសល់អីតើអ្នកនឹងសល់អីស្ថិតនៅខ្វំបែងវាមិនខុសពីរឿងពិតវាមិនខុសជារឿងព្រេងវាជារឿងពិតគេមិនចេះប្រឌិតលេងខំប្រឹងធ្វើការខំ
បន្ទជុំម៉ែចំណាំតែជួបជុំ10ឆ្នាំកន្លងកាលពីកូនមិនទាន់ធំចង់ជួបកូនពេកម៉ែសុកចិត្តលើកដៃសុំអាកូនណាមកបានទេម៉ែយំនឹកជគុំខែបនដាក់ទៀនម៉ែនឹកកូនខ្លាំងណាស់ជួសរោមក្រំក្នុងម្ដាយលេបថ្នាំផ្សះរោគគៀបៀបៀនវ័យម្ដាយកាន់តែចាស់ម៉ែទៅសម័យថាកូនមកលេងពេញផ្ទះម្ដាយស្ទើរតែដួលម្ដាយស្លុតស្មារតីបើចំណៃពេញមាត់ធ្លាប់ចិត្តចាំដល់តដៃមាត់ជើងក៏ហមងារក្បាលមិនទាន់ជ្រុះបល័យដល់ដឹងក្តីធ្វើបាបម៉ែលេងដឹងបាបលេងដឹងបុណ្យលេងដឹងគុណលេងដឹងកម្មតែមិនឡអត់សាសនាប្រកបនៅរស់ចោះចំណាំពីដែលចាស់ផ្ដាំហើយចំណាំទុកចោះធ្វើបាបអ្នកមានគុណប្រយ័ត្ននៅរស់ចោះឈ្មោះនៅពេលដែល